បានសូមអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងឱកាសថ្ងៃនេះដែរខ្ញុំបាទធីថងសូមនាំបងប្អូនទាំងអស់គ្នាទៅទស្សនាបាទតំបន់ប្រវត្តិសាស្ត្រមួយកន្លែងទៀតនោះគឺប្រាសាទភ្នំជីសូបាទអញ្ចឹងនេះគឺជាទិដ្ឋភាពមួយចំនួនតាមដងផ្លូវនៅជុំវិញប្រាសាទភ្នំជីសូដែលយើងកំពុងតែធ្វើដំណើរឡើងទៅបាទនេះគឺជាសកម្មភាពដែលយើងត្រៀមនឹងឡើងបាទទៅលើប្រាសាទភ្នំជីសូហើយចំពោះការធ្វើដំណើរឡើងនោះទីសោតគឺមានវិធីសាស្ត្រពីរយ៉ាងទី1គឺតាមរយៈការជិះយានជំនិះឡើងហើយទី2នោះគឺតាមរយៈការដើរថ្មើរជើងតាមរយៈបាទចិនដើរដែលគេបានសាងសង់អញ្ចឹងនេះគឺយើងបានជ្រើសរើសការដើរថ្មើរជើងបាទសូមអនុញ្ញាតគោរពជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងឱកាសថ្ងៃនេះដែរខ្ញុំបាទធាជីងថងបាទមានឱកាសបានមកទស្សនានៅតំបន់ប្រវត្តិសាស្ត្រមួយកន្លែងគឺនៅប្រាសាទភ្នំជីសូប្រាសាទនេះគឺស្ថិតនៅលើភ្នំបាទដែលគេហៅថាភ្នំជីសូដែលមានកម្ពស់ប្រមាណ130ម៉ែត្រអញ្ចឹងប្រាសាទនេះគឺជាប្រាសាទមួយដែលមានវ័យចំណាស់មែនទែនបើគិតទៅគឺតាំងពីសតវត្សទី11ដែលត្រូវបានកសាងឡើងនៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1បាទអញ្ចឹងនៅឆ្នាំសំទោសនៅសតវត្សទី11នេះគឺប្រាសាទនេះបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាបាទដែលក្នុងគោលបំណងនោះគឺដើម្បីដង្កល់នៅលឹងព្រះឥសូរបាទអញ្ចឹងនៅទីកន្លែងនេះយើងមើលឃើញមានការបាក់បែកមួយចំនួនបាទសម្រាប់នេះគឺជាតម្រលឹងព្រះឥសូរដែលជាឧមាបាទសន្ទុះជូនីរបស់នាងឧមាវតីបាទអញ្ចឹងនៅទីតាំងនេះយើងមើលឃើញនៅមានស្លាកស្នាមមួយចំនួនដូចជាផ្លែដូចជាបំណែកផ្សេងនៃប្រាសាទនៅមានច្រើនបើធៀបជាមួយនឹងប្រាសាទនគរបាជ័យគឺមើលឃើញនៅមានច្រើនហើយល្អហើយអាចធំជាងនោះទៅទៀតតែជាបទពិសោធន៍ដែលខ្ញុំបានទៅទស្សនាបាទអញ្ចឹងប្រាសាទភ្នំជីសូនេះការពិតត្រូវបានសាងសង់តាំងពីសតវត្សទី11ក៏ប៉ុន្តែត្រូវបានជួសជុលឡើងវិញដោយសាលាចុងបូព៌ាគឺនៅឆ្នាំ1936ក៏ប៉ុន្តែជាអកុសលនៅសង្គ្រាមឆ្នាំ1970គឺទទួលរងការខូចខាតម្ដងទៀតគឺតាមរយៈការទម្លាក់គ្រាប់បែកបាទយើងដឹងហើយថានៅឆ្នាំ1970គឺមានសង្គ្រាមអញ្ចឹងការខូចខាតម្ដងទៀតនឹងគឺក៏ដំណំដែរយើងមើលឃើញការបាក់បែកច្រើនបាទในปัจจุบันนี้វាខ្លះទៅជាតំបន់រមណីយដ្ឋានបែបវប្បធម៌មួយដែលមានមនុស្សមកទស្សនាការពិតមិនច្រើនប្រហែលទេក៏ប៉ុន្តែយើងមើលឃើញថាទីតាំងប្រវត្តិសាស្ត្រមួយនេះក៏នៅតែជាកន្លែងដែលមហាជនបានមកទស្សនាបានមកលេងហើយទាំងអស់នោះបាទទាំងអស់នោះគឺសិស្សតែជាបំណែកដែលបានបែកបាក់បាទនួចវាយោបកផាត់ដួងใจបោះឲ្យចិត្តខ្ញុំប្រែក្លាយទោះជាម្ដេចក្ដីក៏សូមស្មានាងក៏ស្មាងាយងាយរវើរវីមិនទីមកលួងស្នេហ៍លើបងខ្លាយក្រែមួមកដូចជាមិនសមពាក្យដែលស្មាបងប្រាប់អូនម្ដេចក្ដីពាក្យពិតនឹងដួងហឫទ័យស្មាំងតែលើស្រីស្មាំងតែមាសមុំលឺគួបាតីតែខ្លាចជាលវាទុំព្រោះស្នេហ៍ដែលមិនសះសមធ្វើឲ្យទ្រង់ខ្ញុំក្រៀមក្រំខ្លោចសោហើយសម្រាប់នៅប្រាសាទនេះដែរគឺយើងឃើញនៅមានសាលាចារឹកដែលបានឆ្លាក់ជាប់នៅលើស៊ុមទ្វារដែលបានសាងសង់ពីថ្មភក់ណាស៊ុមទ្វារនេះសូមបញ្ជាក់ប្រាសាទនេះដែរគឺនៅក្នុងសាលាចារឹកនេះគឺបានសរសេរថាស្ថិតនៅក្នុងសតវត្សទី10ហើយតាមការសន្និដ្ឋានមួយចំនួនគឺថានៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី1ហើយការសន្និដ្ឋានមួយចំនួនទៀតគឺថានៅក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី2អញ្ចឹងនៅក្នុងស៊ុំទ្វារនេះសាលាចារឹកគឺមានសរសេរអំពីពាក្យដែលខ្ញុំបានដាក់តិចតួចគឺកម្រតេងអញបាទកម្រតេងអញ
ចឹងពាក្យនេះបាទហើយនឹងពាក្យសូរិយវរមៈបាទចឹងនេះស្ដាប់ពាក្យនឹងឃើញទាំងអស់បាទនេះគឺពាក្យកម្របន្តិចឯងបាទនេះមានពាក្យសូរិយវរមៈទេវៈបាទចឹងចេះតែប៉ុណ្្នឹងទេមានបានតិចតួចសួរគេខ្លះអីក៏ខ្លះក៏បានដឹងតិចតួចប៉ុណ្្នឹងឯងដោយសារតែយើងមិនជាអ្នកសិក្សាក្នុងជំនាញចឹងស្ថិតក្នុងកន្លែងនេះចំណងអាចជាកន្លែងមួយដែលអាចនឹងអង្គលនឹងព្រះឥសូរខ្ញុំច្បាស់ទេហើយដោយសារតែការសាងសង់នេះប្រហាក់ប្រហែលបើសិនជាយើងមើលទៅដូចជាប្រហាក់ប្រហែលនឹងប្រាសាទកោះកេរដែរដោយឃើញមានការកសាងជាថ្នាក់ដូចនឹងប្រាសាទកោះកេរដែរក៏ប៉ុន្តែដោយសារតែសង្គ្រាមនៅឆ្នាំ1970ចឹងយើងមើលឃើញថាមានការខូចខាតមួយចំនួនដែលពិបាកនៅក្នុងការធ្វើសន្និដ្ឋានហើយស្ថិតនៅក្នុងរចនាបថឃ្លាំងបាទព្រោះនេះគឺមើលទៅខ្ញុំគិតថាស្អាតគិតថានៅល្អច្រើនធៀបជាមួយនឹងប្រាសាទនគរបាជ័យដែលបានសាងសង់បាទសំទុះបានជួសជុលបាទនេះសម្រាប់ដែរបាទបែកបាក់បាទឃើញបំផ្លាញក្នុងសម័យសង្គ្រាមអាចនឹងថ្លង់តិចដោយសារតែមានមេក្រូបាទឥឡូវនេះចឹងសូមអធិស្ឋានបើសិនជាស្ដាប់បាទអញ្ចឹងនេះគឺតែដែលបានបែកបាក់ធ្លាក់បាទទៀបនឹងដីហើយប្រាសាទនេះយើងមើលឃើញថានៅក្នុងសតវត្សទី10និងទី11ហ្នឹងគឺរូបបាទឬក៏ទិសថ្វាយដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនាដែរក៏ប៉ុន្តែបច្ចុប្បន្ននេះនៅក្នុងប្រាសាទគឺលែងមានលឹងព្រះឥសូរហើយខ្ញុំបានចូលមើល2-3កន្លែងដែរប៉ុន្តែភាគច្រើននោះគឺឃើញសិតសឹងតែជាព្រះពុទ្ធបដិមាករបាទអញ្ចឹងយើងមើលឃើញពីការផ្លាស់ប្ដូរសាសនាអញ្ចឹងកន្លែងដែលធ្លាប់តែដាក់បាទនៅលឹងព្រះឥសូរក៏បដូរមកដាក់ព្រះពុទ្ធរូបវិញអញ្ចឹងវាអាចជាមិនខុសទាស់មិនអីទេក៏ប៉ុន្តែជាយោបល់របស់ខ្ញុំបើសិនបើដាក់អញ្ចឹងយើងដូចជាវាខុសពីរូបខុសពីទុកទេដើមជាការល្អតែយើងគួរតែដាក់លឹងព្រះឥសូរដែលយើងមានលទ្ធភាពក្នុងការអាចនេះបានទៅអាចធ្វើថ្មីបានហើយដាក់តំណាងទៅវាក៏ជាការល្អមួយយ៉ាងទៅក៏ប៉ុន្តែមួយយ៉ាងដែរដោយសារតែពុទ្ធសាសនាគឺដើរតួនាទីនៅក្នុងការថែរក្សាទីកន្លែងនេះយើងមើលឃើញបើសិនជាមិនមានវត្តពុទ្ធសាសនាទេប្រហែលជាមិនមានមនុស្សនៅលើនេះច្រើនទេអញ្ចឹងមួយយ៉ាងដែរនេះអាចជាវត្តភពទឹកបាទចេញពីប្រាសាទជាបន្តខ្ញុំមកជាដល់ព្រះធម៌ដ៏អមជាខ្សែមង្គលតម្កល់ចិត្តមុំតែប្រាច្រឡំថាជារឿងស្នេហាក៏តែហ៊ានថ្លែងញ៉ាំក្រែងរអាដល់ចិនមកកើតពីបានតែងលោកមកគេបើមិនបានអូនស្រីស្ងួនជាគូបុព្វេរៀមមិនរួបទេនៅក្នុងជីវិតគឺជាទស្សនវិជ្ជាមួយចំនួនបាទនៃប្រាសាទភ្នំជីសូរបាទអញ្ចឹងប្រហែលជាវីដេអូនេះមិនបានឌីបដប់លម្អិតអ្វីឲ្យច្រើនឲ្យល្អិតឲ្យល្អន់ទេដូចជាខ្ញុំបញ្ជាក់ឲ្យដោយសារតែខ្ញុំមិនបានធ្វើការស្រាវជ្រាវលម្អិតផងនៅពេលដែលមុនមកអញ្ចឹងអាចនឹងមិនបានលម្អិតជូនបងប្អូនទេក៏ប៉ុន្តែការប្រឌិតយករូបភាពនេះវាអាចទៅជាផុសតាងមួយចំនួននៅក្នុងសហសម័យនេះដែលអាចនឹងបន្សល់ទុកនៅថ្ងៃក្រោយសម្រាប់បងប្អូនទាំងអស់គ្នាគីឡូថ្ងៃក្រោយទៅមានការប្រែប្រួលបដូររូបរាងបដូរស្អីផ្សេងទៅអញ្ចឹងយើងយ៉ាងហោចណាស់យើងសល់វីដេអូនេះយើងទុកសម្រាប់បាទជាផុសតាងថាតើស្ថានភាពប្រាសាទភ្នំជីសូរនៅក្នុងសតវត្សសហសម័យហ្នឹងវាមានលក្ខណៈបែបម៉េចធ្លាប់មានអ្នកធ្វើទេបាទអញ្ចឹងនេះគឺជាគោលបំណងនៃខ្ញុំបាទបានធ្វើវីដេអូនេះឡើងបាទអញ្ចឹងនេះនៅក្នុងប្រាសាទស្លាចរិកដូចគ្នាមានតែផ្ទាំងឃើញតិចទៀតបាទ
នេះគឺនៅក្នុងប្រាសាទ លេងហើយឬមុំខ្នងភ្នំអនុសាវរីយ៍ដែលយើងទាំងពីរធ្លាប់បានទៅលេងរៀមបានបីវងថ្នោតក្នុងឲ្យគេបែកទាំងខ្លាចឆ្វេងអូនស្ដាំសាមភ្លេងក៏មិនជារវើយទាំងជ្រោះហូរហួឈ្មោះទៅមហាសាគរតែក្លិនកេសរនៅតែគៀកកាបាំងសីហៅទៅតែនៅចំឡាយឬសួរល្វើយល្វើយថាអូននេះហើយជាខ្នើយវាសនាក្នុងភ្នំអនុសាវរីយ៍មងនូពីរយលើបោសាខ្ញុំដែរគឺខ្ញុំបាទបានកំពុងធ្វើដំណើរទៅវិញហើយអញ្ចឹងនេះគឺជាទស្សនវិជ្ជាពីលើប្រាសាទដែលអាចមើលឃើញអំពីទំហំរបស់ប្រាសាទទាំងមូលបាទគឺឆោមឆោមនាងភ្លេចសំដីអូនបានសេចក្ដីថាស្មោះលោកស្រីរូបភ្នំរលាយតែចិនស្រីថ្លៃមិនរលាយឡើយ